មានលោកសេដ្ឋីម្នាក់គាត់ចិញ្ចឹមសត្វមាន់មួយក្បាលលោកសេដ្ឋីគាត់ស្រឡាញ់សត្វមាន់នេះណាស់គឺគាត់ស្រឡាញ់លើសអ្វីៗទាំងអស់ព្រោះគាត់គ្មានប្រពន្ធកូនឬអ្នកបម្រើឆ្វេងស្ដាំនោះទេគាត់តែងតែយកចិត្តទុកដាក់ចំពោះសត្វមាន់នេះប្រៀបបានដូចជាសាច់ញាតិបង្កើតរបស់គាត់អញ្ចឹងវិមានកូនពុកថ្ងៃនេះឯងឆៃអាហារឆ្ងាញ់ទេមើលទៅឯងចោះគួរឲ្យស្រឡាញ់ខ្លាំងណាស់ត្បិតថាឯងជាសត្វកពិតមែនតែពុកស្រឡាញ់ឯងមាសប្រាក់ទ្រព្យសម្បត្តិពុកមិនខ្វះទេអ្វីដែលពុកខ្វះមិនបានគឺឯងនេះឲ្យអវិមានកូនពុកសត្វមាន់មួយក្បាលនេះមានសំណាងលើសត្វទាំងពួងព្រោះវាទទួលបានការស្រឡាញ់ពីលោកសេដ្ឋីទោះបីជាលោកសេដ្ឋីចេញទៅធ្វើធុរៈក៏គាត់យកសត្វមាន់នេះទៅជាមួយដែរនៅពេលយប់ស្ងាត់ឮតែសំឡេងសត្វល្អិតយំជួនចចៃដន្យមានចោលព្រៃពីរក្បាលវាបានមកស៊ើបផ្ទះលោកសេដ្ឋីជាច្រើនថ្ងៃមកហើយពួកវាទាំងពីរនាក់នេះមានបំណងចង់ប្លន់ទ្រព្យសម្បត្តិរបស់លោកសេដ្ឋីអាដនយប់នេះឯងគិតថាចម្លែកទេចម្លែកស្អីទៅអាដាមយើងគិតថាដូចជាគ្មានអ្វីប្លែកផងនឹងឯងឃើញទេផ្ទះលោកសេដ្ឋីនេះស្ងាត់ណាស់តិចមានខ្មោចលងពួកយើងទៅណែយើងខ្លាចខ្មោចណាអាដនហើយចំគួតឯងនេះឥឡូវឯងមើលតែចោះតើពេលនេះជាពេលថ្ងៃឬក៏យប់ហើយបើមានមនុស្សច្រើនតើឯងហ៊ានចូលទៅលួចទេយីអានេះធ្វើចោលយូរហើយនៅតែបែកទៀតពិតមែនហើយអត់មានមនុស្សទៅលួចស្រួលហើយយើងខានចេញលួចយូររៀងភ័យបន្តិចឯងមិនបាច់ភ័យទេអាដាមឯងដើរតាមពីក្រោយយើងទៅចាំកាន់តែរបស់ហើយទុកឲ្យអញជាអ្នកលួចឈប់សិនអាដនយើងឡើងទៅលើផ្ទះលោកសេដ្ឋីហើយពួកយើងអត់បិទម៉ាស់ទេអីតិចលោកសេដ្ឋីចំណាំមុខយើងបានវើយបិទមុខធ្វើអីយើងពីរអ្នកនេះណាអ្នកណាដែលថាមិនស្គាល់ថាជាចោរនោះមិនចាំបាច់លាអត្តសញ្ញាណទេព្រោះស្រុកភូមិនេះគ្មានអ្នកណាលួចក្រៅពីយើងទាំងពីរអ្នកឡើយចុះបើលោកសេដ្ឋីអត់មានប្រាក់យើងសម្លាប់គាត់ទេអាដាមមិនក៏ឯងសួរច្រើនម្ល៉េះគាត់គឺជាសេដ្ឋីច្បាស់ជាមានប្រាក់ច្រើនហើយយើងកាន់ដាវនេះមកគ្រាន់តែបំភ័យគាត់ទេយើងមិនសម្លាប់មនុស្សនាំតែបាបទេវើយបានហើយឯងឈប់សួរយើងទៀតប្រយ័ត្នយើងទាត់ឯងបែកផ្លោកទៅវើយក៏បានយើងឈប់សួរឯងក៏បានដែរល្អហើយបើអញ្ចឹងឯងដើរតែពីក្រោយយើងមកវិមានកូនពុកពេលនេះមានអាសន្នធំហើយមានចៅចូលផ្ទះរបស់យើងហើយកូនមិនបានទេយើងត្រូវតែយកឯងលាក់សិនវាប្រាក់ទ្រព្យសម្បត្តិយើងមានច្រើនណាស់យើងឲ្យទៅពួកចៅមិនស្ដាយទេតែយើងមិនអាចឲ្យវាសម្លាប់ឯងបានឡើយលោកសេដ្ឋីគាត់ក៏បានយកសត្វមាន់កូនជាទីស្រឡាញ់របស់គាត់យកមកលាក់ទុកនៅក្នុងព្រៃស្ងាត់មួយគាត់ខ្លាចថាក្រុមចៅនោះនឹងសម្លាប់កូនជាទីស្រឡាញ់របស់គាត់វិមានកូនពុកឯងនៅទីនេះសិនហើយបើសិនជាយើងកាត់អ្វីទៅឯងក៏មិនស្លាប់ដែរឯងចាំពុកនៅទីនេះសិនហើយណាពុកនឹងទៅប្រាប់លោកមេភូមិឲ្យដោះស្រាយបញ្ហានេះក្រោយមកពុកនឹងមកយកឯងទៅផ្ទះយើងវិញណាក្រោយលាក់ទុកសត្វមាន់នៅក្នុងព្រៃហើយលោកសេដ្ឋីក៏បានធ្វើដំណើរទៅផ្ទះលោកមេភូមិដើម្បីយករឿងនេះទៅប្រាប់គាត់នៅពេលដែលលោកសេដ្ឋីធ្វើដំណើរចេញទៅបានស្រាប់តែមានសត្វពស់មួយក្បាលបានពំសត្វមាន់មិនដឹងថាវាមានគោលបំណងអ្វីនោះទេលុះស្អែកឡើងមកដល់នៅក្នុងភូមិនោះក៏មានប្តីប្រពន្ធមួយគូដែលគេមានជីវភាពក្រីក្រលំបាកណាស់កុំថាឡើយប្រាក់កាក់ចាយវាយសូម្បីតែអាហារ3ពេលក៏ពួកគេមិនចង់មានដែរឯងទៅមកពីណានឹងមានទាំងពូថៅនិងសំពេមកទៀនបងទៅតែមកពីផ្ទះអាចេកសម្លាញ់បងនឹងណាចំណែកពូថៅនិងសំពេនេះបងខ្ចីរបស់វាមកទេពូថៅបើយកទៅកាប់ឫស្សីធ្វើបង្កាយដាក់ត្រីចំណែកឯសំពេនេះបងខ្ចីអង្គវាដល់20កំប៉ុងព្រោះបងដឹងថាផ្ទះយើងអស់អង្គឆៃហើយពិតមែនហើយបងយើងពិតជាអស់អង្គមែនអញ្ចឹងខ្ញុំយកអង្គនេះទៅដាំបាយហើយណាឆប់សិនអូនបងមានរឿងខ្លះចង់និយាយជាមួយនឹងអូនចាស់រឿងអ្វីទៅឯងបងមិនដឹងថាត្រូវអរគុណអូនយ៉ាងម៉េចទេអូនព្រមរស់នៅជាមួយនឹងបងទោះអូនដឹងថាបងគ្មានអ្វីសោះក៏ដោយនេះកំថាឡើយមានប្រាក់សម្ពុតកៅអៅថ្មីក៏បងគ្មានឲ្យអូនសូម្បីតែអាហារក៏បងខ្ចីគេឲ្យអូនឆៃដែរបងសុំទៅអូនសម្លាញ់ឯងមិនក៏ឯងនិយាយអញ្ចឹងមានក្រអីមិនសំខាន់នោះទេសម្រាប់ខ្ញុំតែនៅពេលដែលខ្ញុំបាននៅជាមួយឯងខ្ញុំមានក្តីសុខណាស់បាទអូនយ៉ាងណាបងក៏សូមអរគុណអូនដែរមែនហើយបងក៏ថាទៅកាប់ឫស្សីនៅព្រៃខាងលិចបន្តិចសិនយកមកធ្វើបង្កាយដាក់ត្រីក្រែងលក់បានប្រាក់ខ្លះណាអូនចាឯងអញ្ចឹងឯងទៅចោះហើយខ្ញុំក៏ទៅដាំបាយដែរអាយ៉ាខ្ញុំចាំច្បាស់ណាស់វិមានកូនពុកបានលាក់ឯងនៅទីនេះប៉ុន្តែហេតុអ្វីពុកមិនឃើញឯងនៅទីនេះអញ្ចឹងវិមានកូនពុកតើឯងនៅទីណាមិនបានទេខ្ញុំដើររកបន្តទៀតសិនខ្ញុំមិនអាចឲ្យកូនរបស់ខ្ញុំកើតអ្វីជាដាច់ខាតក្រឡេកមើលចៅមាននប់ឯនេះវិញផ្លូវដែលខ្ញុំកំពុងតែដើរនេះកាលពីមុនមានព្រៃឫស្សីច្រើនណាស់ប៉ុន្តែឥឡូវគេកាប់អស់ពូលក់ចដីលោអស់ហើយអ្នកមានចិត្តតែមានទៅឯខ្ញុំនេះអ្នកក្រចិត្តតែក្រទៅអើយតែយ៉ាងណាខ្ញុំក៏មិនទៅចិត្តនៅវាសនាខ្លួនឯងទេខ្ញុំមានតែប្រឹងបន្តដំណើរទៅមុខមិនចេះចិត្តនឹងព្រមលិខិតជាដាច់ខាត
តែបើសំណាងល្អក៏បានដែរក្រៃសុកខ្ញុំបានជួបរបស់ល្អពេលនោះខ្ញុំនឹងក្រៃជាអ្នកមានហើយអាយ៉ាគ្រាន់តែគិតក៏សប្បាយចិត្តដែរនេះហើយរវល់តែនិយាយអារម្មណ៍ណានោះទៅស៊ីផលិតអស់ហើយឥឡូវខ្ញុំទៅកាប់រស័យធ្វើបង្កាយសិនចៅមានអបដើរក៏បានឃើញទ្រង់មន់ដែលជាអវិមានសំណប់ចិត្តលោកសេដ្ឋីចៅមានក៏បានគិតក្នុងចិត្តថានេះគឺជាសត្វមន់តើមិនបានជាឯងចាប់ក្នុងទ្រង់អញ្ចឹងពិតជាហេតុមែនថ្ងៃនេះខ្ញុំគិតថាធ្វើបង្កាយដាក់ត្រីឥឡូវបើជាបានសត្វមន់ទៅវិញហើយយ៉ារួចមួយសម្លោះហើយពេលនេះលុះបានសត្វមន់ហើយចៅមានក៏បានត្រឡប់មកផ្ទះវិញហើយយកសត្វមន់នេះឲ្យប្រពន្ធគេធ្វើម្ហូបឯងបានសត្វមន់មកពីណានឹងក្រែងឯងទៅកាប់រស័យមែនទេបើមិនឃើញវានៅកណ្ដាលផ្លូវមិនដឹងថាវាចាប់បន្ទាក់ឬក៏ជាសត្វចិញ្ចឹមរបស់អ្នកណាទេអូណាសត្វមន់នេះធំដែរអន្តើតែប៉ុណ្ណេះរួចមានសម្លោះហើយយើងជីឯងមើលទៅសត្វមន់នេះស្អាតណាស់មិនដូចជាមន់ទូទៅទេខ្ញុំគិតថាវាជាសត្វចិញ្ចឹមរបស់គេណាបងបើវាជាសត្វចិញ្ចឹមរបស់គេតើអូននឹងគិតយ៉ាងម៉េចចំពោះវាដែរទៅខ្ញុំគិតថាម្ចាស់វាប្រហែលជាស្រឡាញ់វាខ្លាំងហើយទៅបានជាវាមានសម្បត្តិស្អាតយ៉ាងនេះបងយើងរក្សាទុកវាសិនទៅក្រែងពីវាថ្ងៃក្រោយមានគេមករកហើយយើងនឹងប្រគល់វាឲ្យគេវិញបើអូនគិតអញ្ចឹងក៏មិនអីដែរព្រោះបងមើលទៅវាគួរឯណាស់ដែរហ្នឹងចៅមាននប់លឺប្រពន្ធស្នើសុំដូច្នេះគេក៏មិនបានយកវាធ្វើម្ហូបទៀតដែរមួយសប្តាហ៍បានកន្លងផុតទៅឯងឃើញទេសត្វមន់នេះវាមានកម្លាំងវិញហើយគ្រាន់តែថាវារេស្រកសាច់បន្តិចព្រោះយើងអត់មានអាហារគ្រប់គ្រាន់ឲ្យវាឆីពេលនោះសត្វមន់ក៏បានបញ្ចេញអាកប្បកិរិយាប្លែកៗដូចជាមិនមែនសត្វមន់ធម្មតាអញ្ចឹងធ្វើឲ្យប្តីប្រពន្ធពីរនាក់នេះឆ្ងល់យ៉ាងខ្លាំងអូនមើលវាចុះវាពិតជាចម្លែកណាស់ឬក៏វាមានអ្វីចង់ប្រាប់ពួកយើងមានហើយបងវាពិតជាចម្លែកមែនក្រោយមកសត្វមន់អវិមានក៏បាននាំអ្នកទាំងពីរទៅផ្ទះលោកសេដ្ឋីលោកសេដ្ឋីក៏ឈរនៅមុខផ្ទះហើយក៏បានឃើញអវិមានកូនរបស់គាត់លោកសេដ្ឋីក៏ពិតជាសប្បាយចិត្តយ៉ាងខ្លាំងអវិមានកូនពុកតាមរកឯងជារៀងរាល់ថ្ងៃប៉ុន្តែពុករកឯងមិនឃើញសោះមើលទៅឯងស្គមស្គាំងច្រើនណាស់តើមួយរយៈនេះឯងសុខទុក្ខយ៉ាងណាហើយកូនតាមពិតសត្វមន់នេះគឺជាសត្វចិញ្ចឹមរបស់លោកសេដ្ឋីឯងតើពេលនេះយើងគិតយ៉ាងណាទៅតើលោកសេដ្ឋីប្តឹងយ៉ាងទេព្រោះគេមានប្រាក់ច្រើនណាស់ពួកឯងជាអ្នកចាប់កូនរបស់យើងមែនទេឯងដឹងទេយើងស្រឡាញ់កូនរបស់យើងណាស់វាមានឈ្មោះថាអវិមានណាអត់ទេលោកសេដ្ឋីខ្ញុំមិនបានចាប់សត្វមន់របស់លោកទេខ្ញុំហ៊ានស្មានខ្ញុំមកជួបសត្វមន់នេះនៅតាមផ្លូវដំបូងខ្ញុំគិតថាចង់យកវាធ្វើម្ហូបដែរតែប្រពន្ធខ្ញុំមិនអនុញ្ញាតហើយខ្ញុំក៏បានយកវាទៅព្យាបាលរហូតដល់ជាក្រោយមកវាក៏បាននាំខ្ញុំមកដល់ទីនេះលោកសេដ្ឋីខ្ញុំមិនបានធ្វើបាបសត្វមន់របស់លោកនោះទេតើឯងនិយាយនេះជាសម្ដីពិតទេបើសិនជាការពិតយើងសូមអរគុណហើយយើងគឺជាសេដ្ឋីយើងមានប្រាក់ច្រើនណាស់តែវាមិនសំខាន់ដូចជាអវិមានកូនយើងទេបាទលោកសេដ្ឋីបើលោកបានជួបកូនរបស់លោកហើយអញ្ចឹងខ្ញុំសុំទៅផ្ទះវិញហើយណាឈប់សិនពួកឯងទាំងពីរនាក់មិនអាចទៅវិញបានទេហេតុអ្វីបានជាអញ្ចឹងលោកសេដ្ឋីក្រែងខ្ញុំទាំងពីរនាក់ប្តីប្រពន្ធបានប្រគល់សត្វមន់ទៅឲ្យលោកវិញហើយតើលោកនឹងប្រឹងខ្ញុំមែនទេហើយយ៉ាយើងមិនមែនជាមនុស្សអាក្រក់ទេឯងទាំងពីរនាក់ជាមនុស្សល្អបានជួយគុណរបស់យើងដូច្នេះយើងត្រូវតែតបគុណពួកឯងវិញចាំយើងឲ្យមាសប្រាក់ពួកឯង100ដំឡឹងថាម៉េច100ដំឡឹងតែជាការពិតទេវាច្រើនខាងណាលោកសេដ្ឋីខ្ញុំមិនហ៊ានទទួលយកនោះទេពួកឯងនេះពិតជាចម្លែកមែនមនុស្សគ្រប់គ្នាតែងតែចង់បានមាសប្រាក់តែពួកឯងបែរជាមិនយកចាស់លោកសេដ្ឋីពួកខ្ញុំមិនបានជួយអ្វីច្រើនផងនឹងគ្រាន់តែយកសត្វមករបស់លោកមកនៅជាមួយតែប៉ុណ្ណោះមនុស្សដូចជាពួកឯងនេះយើងចូលចិត្តណាស់ក៏បានបើសិនជាពួកឯងមិនយកមាសតែយើងមានដីស្រែចម្ការទំនេរច្រើនអញ្ចឹងយើងនឹងប្រគល់ដីស្រែទាំងនោះឲ្យឯងទាំងពីរនេះជាអ្នកធ្វើហើយពេលប្រមូលផលទោះបីជាបានតិចឬក៏ច្រើនឯងយកមកលក់ឲ្យយើងមកយើងនឹងទិញយកទាំងអស់យ៉ាងម៉េចតើពួកឯងយល់ព្រមទេចាលោកសេដ្ឋីខ្ញុំយកព្រមបាទលោកសេដ្ឋីខ្ញុំអរគុណណាស់បើឲ្យមាសប្រាក់ខ្ញុំមិនហ៊ានយកទេតែបើឲ្យដីស្រែចម្ការខ្ញុំពេញចិត្តនឹងយកខ្លាំងណាស់លោកសេដ្ឋីលោកសេដ្ឋីក្រោយពីទទួលបានអវិមានកូនជាទីស្រឡាញ់របស់គាត់ហើយគាត់ពិតជាសប្បាយចិត្តណាស់ហើយគាត់ក៏បានប្រគល់ដីស្រែជាច្រើនឲ្យប្តីប្រពន្ធចៅមាណពជាអ្នកធ្វើនៅពេលប្រមូលផលគាត់ជួយទិញយកទាំងអស់មិនយូរប៉ុន្មានដោយការខិតខំប្រឹងប្រែងរបស់ចៅមាណពពួកគេក៏មានជីវភាពធូរធារលែងខ្វះខាតដូចមុនទៀត